ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការងារ final សរុបវីដេអូលោកគ្រូដែលការងារទី1របស់យើងគឺ PAP comment ហើយតមកយើងចូលវាយ comment IP ដើម្បី check មើល IP វាហើយយើងចូល PowerShell ដើម្បី connect ASX វាហើយដែរហើយកន្លែងហ្នឹងខ្ញុំវាយ ASX សវណ្ណសិតឆាមកហើយ add IP របស់វាគឺ 172.20.10.3 ហ្នឹងមកខ្ញុំវាយតាមហ្នឹងមកហើយយើង enter មកដល់នេះយើងវាយ password ដើម្បីចូល connect ASX ហ្នឹងហើយ enter មកហើយបន្តមកទៀតយើងវាយ comment HMI មកដើម្បី check មើល username របស់យើងនេះយើងឃើញ username របស់យើងគឺសវណ្ណសិតឆាហ្នឹងហើយបន្តមកយើងវាយ LS ដើម្បី check មើលវាហើយលោកគ្រូអីហាត់តែ3ទេយើងវាយ LS ដក LH មកហើយវាយតាមខ្ញុំវាយទៅមក LH ហើយ head ហើយតមកដកលេខ3មកហើយនេះវាឃើញនេះគឺវាមានតែ3ខាងលើហ្នឹងទេវាចាប់យកមកតែ3ខាងលើហ្នឹងទេហើយតមកលោកគ្រូឲ្យ create file វាគឺយើងវាយ mkdir ហ្នឹងមកហើយខ្ញុំដាក់ឈ្មោះ file មកដាក់ឈ្មោះសិតឆាហ្នឹងមកហើយបន្តមកយើងទៅ cd file ហ្នឹងហើយបន្តមកយើង create high file ហ្នឹងមកយើងវាយ nano មកហើយសិតឆាមក enter មក .txt ហ្នឹងហើយយើង enter មកដល់នេះវាឲ្យយើងជ្រើសរើសហើយឡើយនេះយើងវាយតិចរបស់វាមកយើងចង់វាយបានចូលមកយើងវាយសិតឆាតិចមកសិតឆា1សិតឆា2សិតឆា3ហ្នឹងមកហើយបន្តមកយើងចុច Ctrl X ហើយឡើយនេះយើងចុចចូល yes មកហើយវាចេញទៅខាងក្រៅវិញហើយបន្តមកយើងចូលទៅ select file របស់យើងដែលយើងត្រូវវាយ command cat មកសិតឆា .txt មកហើយស្លាមកយើង head វាយកតាពីខាងលើទេហើយយើង enter មកឃើញនេះវាចេញពីរហ្នឹងសិតឆាសិតហើយនឹងសិតឆាមួយហ្នឹងចេញតែពីរហ្នឹងមកទេហើយការធ្វើវីដេអូរបស់ខ្ញុំបានចប់ទៅនឹងអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះជំរាបលាលោកគ្រូជំរាបសួរលោកគ្រូខ្ញុំអាចមកពីក្រុម IU30 ហើយថ្ងៃនេះខ្ញុំមកធ្វើ lab ឲ្យលោកគ្រូតាក់ទងជាមួយនឹង redirection command ដំបូងយើងវាយ IPA មកដើម្បីមើល IP ដល់ពេលដើម្បី connect ទៅ ASX របស់យើងហើយយើងបើក PowerShell មកដើម្បីយើងចូលទៅ connect ASX ជាមួយនឹង user របស់យើងហើយនេះ PowerShell យើងបើកចេញហើយយើងវាយ ASX ហើយនឹងឈ្មោះ user របស់យើងសវណ្ណសិតឆាហ្នឹង add IP ដែលយើងបាននេះហ្នឹង 192.168.1.200 ហ្នឹងមកហើយយើង enter មកហើយកន្លែងនេះយើងឲ្យវាសួរយើងថាយើងត្រូវការចូលអត់ដល់ពេលយើងត្រូវការចូលយើងចុច yes មកហើយយើង enter មកដល់នេះយើងត្រូវដាក់ password ដើម្បីវាបានចូលហើយកន្លែងនេះដាក់ password ហើយយើងបានចូលក្នុង user របស់យើងហើយ ASX ហ្នឹងហើយបន្ទាប់មក command ទី1ហ្នឹងយើងវាយlist all in etc to AU30.txt ហ្នឹងតែខ្ញុំដាក់ឈ្មោះរបស់ខ្ញុំបង្កើត folder ឈ្មោះរបស់ខ្ញុំ txt វិញខ្ញុំវាយ list t etc ទៅសិតឆា .txt ហើយបន្ទាប់មកខ្ញុំសូវវាខ្ញុំវាយ command cat ហើយឈ្មោះ folder ដែលខ្ញុំបានដាក់ហ្នឹងសិតឆា .txt មកហើយបន្ទាប់មកគឺវាបានសូវហើយនេះគឺជា result របស់យើងដែលយើងបានហ្នឹងវាចេញបែបហ្នឹងមកហើយបន្ទាប់មកយើងទៅដល់ command មួយទៀតគឺ add more to សិតឆា .txt ហ្នឹង with 2 time អញ្ចឹងយើងវាយ command ls/txt ហើយដល់ clear ដាក់សញ្ញា2នេះទៅហើយសិតឆា .txt ហើយ enter មកហើយយើងវាយមួយទៀតមក ls/etc សញ្ញាទៅ2ហ្នឹងហើយសិតឆា .txt មកហើយ enter ហើយបន្ទាប់មកយើងទៅសូវវា cat វាយ command cat សិតឆា .txt មកហើយនេះយើងឃើញមានមួយហើយបន្ទាប់មកយើងទៅរក ASA command node file ហ្នឹង2ទៀត2 3ទៀតវាសូវយើងមើលនេះទី2ហើយយើងរកមួយទៀតមកនេះទី3ហើយនៅសល់មួយទៀតដោយសារយើងវាយ2 command ហ្នឹងចង់ទៅវាចេញបាន4
ហើយនេះអាហ្នឹងខមមិនហ្នឹងមួយទៀតហើយការធ្វើបរិហាមខ្ញុំបានចប់ដំណឹងអរគុណលោកគ្រូដែលបានទស្សនាជំរាបលាជំរាបសួរលោកគ្រូជំរាបសួរអ្នកនរគ្នាថ្ងៃនេះយើងមកធ្វើវីដេអូទាក់ទងជាមួយនឹង remote AWS និងEC2 ហើយជាដំបូងយើង search EC2 ដើម្បីចូលទៅបើកមើលវាហើយបន្តមកយើងចូល instance ហើយយើងទៅដាក់មើល location របស់វាយើងដាក់ location របស់វានៅ Ohio ទៅហើយដើម្បីឲ្យម៉ាស៊ីនរបស់យើងហ្នឹងវាដំណើរការអស់លុយតិចជាងយើងដាក់ location ខាងផ្សេងអញ្ចឹងនេះឡើយនេះហើយបន្ទាប់ពីនោះមកយើងទៅបង្កើតវាហើយយើងកន្លែងនេះយើងដាក់ឈ្មោះរបស់យើងមកយើងចង់ដាក់ឈ្មោះពិតរបស់យើងអញ្ចឹងមកតែនេះខ្ញុំដាក់ឈ្មោះសមត្ថសិទ្ធឆាASH remote ចឹងទៅហើយបន្តមកដល់កន្លែងយើង enter មកហើយដល់កន្លែងChrome នេះយើងយកអាហ្នឹងមកដើម្បីឲ្យវាអស់លុយតិចចូលយមទូមកហើយយើងរើសយកយមទូតែមកហើយកន្លែងChromeនេះយើងទៅដាក់យើងទៅ create key print នេះយើងចុចកន្លែងយើងទៅដាក់ឈ្មោះឲ្យ key print របស់វាយើងដាក់ឈ្មោះយើងហើយយើងឲ្យ underscore key ហើយ remote ទៅហើយយើងចុច create key print ហ្នឹងមកហើយបន្ទាប់មកយើងទៅក្រុមទៀតដើម្បីdownload អាហ្នឹងហើយពេញហើយបន្ទាប់មកយើងទៅដាក់allow ឲ្យ ASH platform របស់វាហ្នឹងយើងទៅ allow មកហើយយើងចុចបង្កើតវាមកហើយកន្លែងនេះគឺវាបង្កើតបានជោគជ័យយើងឃើញសញ្ញាបកឃើញហើយយើងត្រូវរងចាំឲ្យវាហើយចាំឲ្យវា check មើលរួចរាល់ហើយបើយើងចូលទៅប្រើនឹងម៉ាស៊ីនមកវាបានយើង refresh វាពីរដងមកហើយយើង refresh ទៅមកកន្លែងនេះវាជោគជ័យហើយយើងអាចចូលទៅប្រើវាបានយើងប្រើលើវាមកហើយកន្លែងនេះយើងត្រូវ copy កន្លែងលេខ3ហ្នឹងដើម្បីយកទៅប្រើនៅក្នុង Git Bash របស់យើងហ្នឹងយើងចុចលើហ្នឹងមកហើយយើងបើកមកការវាប្រើមកហើយយើងចូលទៅ CD download key pair របស់យើងថាយើងបាន download មកអញ្ចឹងយើងទៅ CD វាហើយdownload វាមកហើយកន្លែងនេះយើងបាននេះចូលយើងចូលទៅ copy កន្លែងលេខ3ហ្នឹងយកមកផានៅក្នុងGit Bash របស់យើងហ្នឹងមកហើយយើងផាសចូលហើយយើង enter មកហើយបន្ទាប់មកយើងទៅ copy ASH របស់យើងមួយទៀតដើម្បីមកផាសហ្នឹងមកហើយ enter មកហើយនេះគឺវាសួរយើងចេះដើម្បី connect ចូលមកហើយនេះយើងចូលបានជោគជ័យ ASH របស់យើងហ្នឹងហើយបន្ទាប់មកយើងប្រើ command whoami ដើម្បីមើលឈ្មោះយើងជួបបន្ទូហ្នឹងហើយបន្ទាប់មកយើង pwd present working directory ដើម្បីមើលវាហើយបន្ទាប់មក host name ហើយបន្ទាប់មកយើងចូលទៅក្នុង lab របស់យើងគឺយើងទៅ sudo update វា sudo apt update មកយើងវាយតាមនោះមកហើយនេះយើងបានចូលមកដល់ lab របស់យើងហើយយើងទៅមកយើងប្រើ command apt list upgrade មកអូឡើយនេះខ្ញុំវាយខុសវាយ list ខុសអញ្ចឹងយើងសូមវាយភាសាទៀតនៃវាយ apt list upgrade មកហើយវា enter មកហើយបន្ទាប់មកយើងទៅ install 3 វាដោយសារតែបើយើងនឹងវាមាន 3 ប្រើយើងទៅវាយ command sudo stand install 3មកហើយបន្ទាប់មកយើង enter មកហើយឥឡូវនេះវាពង install 3ហើយយើងទៅ show 3 វាតិចមកយើងវាយ 3មកនេះយើងឃើញ3របស់យើងមានតែប៉ុណ្្នឹងទេហើយបន្ទាប់មកយើងទៅបង្កើត create directory របស់យើង mkdir.p001 ហ្នឹងមកត្រូវលោកគ្រូឲ្យយើងបង្កើតដល់0010យើងបង្កើតតាមលោកគ្រូដល់0010ចឹងមកហើយបន្ទាប់មកយើង enter មកបន្ទាប់មកយើងទៅ check nano របស់វាយើងវាយ command nano មក text.txt មកហើយយើង enter មកវាចូលទៅក្នុងហ្នឹងហើយបន្ទាប់មកយើងចូលទៅ copy text ដែលលោកគ្រូបានផ្ញើឲ្យនៅក្នុង Telegram ហ្នឹងយើង copy text ហ្នឹងមកហើយយើងយកមកផាសនៅក្នុងនេះមកហើយបន្ទាប់មកយើង
ចុច Control O ដើម្បី save វាហើយ Control X ដើម្បីចេញមកវិញហើយកន្លែងនេះយើងចេញមកវិញហើយបន្ទាប់មកយើងទៅវាយ command copy text ដែលយើងបាននេះមិញហ្នឹងយើងវាយ cp text.txt ហ្នឹងមកដើម្បីដាក់វា copy វាចូលក្នុង category 01របស់យើងហើយបន្ទាប់មកយើងទៅឆែកមើល tree របស់យើងថាវាចេញរបៀបម៉េចដល់ពេលយើងវាយ command tree មកហើយ enter មកនេះយើងឃើញ tree របស់យើងដែលយើងបាន copy text tree ដាក់ចូលវាមួយមិញហ្នឹងឥឡូវវាចេញមកអញ្ចឹងហើយបន្ទាប់មកយើងទៅវាយ command តទៀតបន្ទាប់មកទៅ create ta archive file ហ្នឹងយើងវាយ command ta cvf su30 ហើយ dot ta 001ហើយបន្ទាប់មកយើង enter មកវាចាំមើលវាចេញរបៀបមិនចាស់បើនៅក្នុងក្រុមលោកគ្រូបានដាក់ឲ្យហ្នឹងគឺលោកគ្រូដាក់ sv ទេយើងខ្ញុំកែពី sv មក su30 ក្រុមរបស់យើងវិញហើយបន្ទាប់មកយើងទៅ run command យើងទៅវាយ command extract ta archive របស់យើងបានវាយមុនហ្នឹងយើងវាយ command ta ដល់ xp មកយើងវាចេញមកអញ្ចឹងហើយបន្ទាប់មកយើងទៅវាយ command compress វាម្ដងទៀត ta.cvf su30 ta ហ្នឹងមកហើយ gc ហើយយើងដាក់វាទៅ su30 ហ្នឹងទៅហើយយើង enter មកនេះហើយវាចេញ su30 ta ហ្នឹងឲ្យយើងមើលហើយបន្ទាប់មកយើងទៅ extract ta gc ហ្នឹងវិញមកយើងវាយ command ta ហើយយើងដូរ c ដល់ x វិញមកហើយយើងលុប su30 ចោលទៅដើម្បី enter មកនេះគឺវាចេញបែបហ្នឹងគឺវាអស់ហើយបន្ទាប់មកយើងចូលទៅ command zip ម្ដងហើយដើម្បីយើង zip file ហ្នឹងយើងវាយ zip ដក rv su30 ហ្នឹងមក su30 .zip ហើយនៅក្នុង directory ទី1របស់យើងហ្នឹង enter មកហើយបន្ទាប់មកយើងទៅinstall zip ហ្នឹងសិនយើងអត់មាន zip ហ្នឹងដល់យើងទៅយើងវាយ command sudo apt install zip ហ្នឹងមកហើយយើងចាំវាទីវិញចុចវាយមកដើម្បីជាប្រើវាបានហើយបន្ទាប់មកយើងទៅ run command zip su30 នឹងសារទៀតនេះយើងrun វាហើយបន្ទាប់មកយើងទៅ unzip su30 ហ្នឹងវិញហើយបន្ទាប់មកយើង enter មកហើយមកដល់កន្លែងនេះយើងចុចយក yes រហូតមកដល់អស់របស់វាមកយើងទៅអក្សរ y ចឹងរហូតទៅ y enter រហូតទៅដល់អស់មកហើយកន្លែងនេះវាអស់ហើយបន្ទាប់មកយើងទៅឆែកមើល tree របស់វានេះយើងឃើញគឺវាយើងបង្កើតបាន3ហ្នឹង su30 ta ហ្នឹងហើយនឹង su30 ta gc ហ្នឹងហើយនឹង su30 zip ដែលយើងបានបង្កើតមកហ្នឹងហើយបន្ទាប់មកយើងវាយ command whomi pwd ហើយ hostname ហើយយើងវាយតាមហ្នឹងទៀតមកដើម្បីឆែកមើលវាហើយវីដេអូរបស់យើងបានចប់ត្រឹមហ្នឹងអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាជំរាបលាជំរាបសួរលោកគ្រូនិងជំរាបសួរអ្នកទាំងអស់គ្នាហើយថ្ងៃនេះយើងមកធ្វើវីដេអូតាក់ទងជាមួយនឹងការបង្កើត FTP server ក្នុង EC2 ហើយដំបូងយើងទៅចូលនៅក្នុង security group ដើម្បីបង្កើត security របស់វាហើយអានេះដំបូងយើងខាងលើនេះយើងដាក់ឈ្មោះរបស់យើងមកឲ្យយើងស្រួលចំណាំពេលយើងទៅបង្កើតម៉ាស៊ីនរបស់យើងខ្ញុំដាក់សិក្សា security group មកដើម្បីវាចូលបង្កើតនៅក្នុងម៉ាស៊ីនទៅស្រួលចំណាំអញ្ចឹងទៅហើយនឹងdescription ហ្នឹងខ្ញុំដាក់ខ្ញុំ copy ដាក់អញ្ចឹងដែរដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹង copy ខ្ញុំដាក់ក្នុង description ហ្នឹងដែរមកហើយបន្ទាប់មកយើងចុចដើម្បី create វាហ្មងទៅកន្លែងហ្នឹងអត់មានអីច្រើនទេហើយបន្ទាប់មកយើងចូលទៅ instance របស់យើងវិញហើយយើងបង្កើតinstance របស់យើងមកយើងចុច create instance របស់យើងមកហើយដំបូងកន្លែងនេះយើងដាក់ឈ្មោះរបស់យើងមកយើងដាក់ឈ្មោះរបស់យើងមកសិក្សា FTP server អញ្ចឹងមកចេះដាក់តាមនោះទៅដើម្បីស្រួលចំណាំឈ្មោះរបស់យើងហើយកន្លែងនេះយើងបន្តមកទៀតយើងចូល Ubuntu server មកដើម្បីយើងជ្រើសរើសដើម្បីយើងប
បង្កើត project ហ្នឹងដើម្បីអស់លុយបន្តិចវាស្រួលប្រើអញ្ចឹងណាហើយដល់កន្លែង key នេះយើងដាក់ key របស់យើងដែរមកហើយមកដល់កន្លែងgroup security នេះយើងរើសអា group security យើងបានបង្កើតមុនហ្នឹងទៅហើយបន្ទាប់មកយើងចុច create មកហើយវាដើរជោគជ័យហើយយើងចូលទៅដើម្បី connect ហើយប្រើប្រាស់ម៉ាស៊ីនរបស់យើងដែលបានបង្កើតហ្នឹងហើយកន្លែងនេះយើងជោគជ័យហើយយើងចូលទៅ instance របស់យើងវិញដើម្បី check មើលនេះឃើញវាចេញមកហើយយើងចុច clear វាមួយមកហើយយើង refresh វាទៅយើងចាំឲ្យវាដើរសិនបើយើងអាចចូលទៅ connect ប្រើប្រាស់វាបានហើយនេះយើងឃើញថាវាដើរហើយយើងចុច connect ប្រើវាមកហើយកន្លែងនេះយើងទុកសម្រាប់ copy ប្រើនៅពេលក្រោយដែលយើងធ្វើការងារឲ្យលោកគ្រូហ្នឹងហើយកន្លែងនេះយើងត្រូវ copy នេះយកទៅផាសនៅក្នុង Gitbash របស់យើងហ្នឹងហើយយើងយក Gitbash ហ្នឹងមកហើយយើង break វាធំតិចមកតែមុននឹងធ្វើនៅក្នុង Gitbash របស់យើងខ្ញុំសូមចូល instance ដើម្បីចូលឆែកកន្លែងនេះបន្តិចចូល security group របស់យើងដើម្បីឆែកមើលបន្តិចបើយើងប្រើមកយើងត្រូវបន្ថែមឲ្យវាហើយយើងចូលទៅ edit វាមកហើយបន្តមកយើងចុច add rule ឲ្យវាមកហើយកន្លែងនេះយើងដាក់ដាក់ alt cp វាមកហើយកន្លែងនេះយើងដាក់0ឲ្យវាមកហើយវាហើយបន្ទាប់មកយើងចុច save ទៅយើងបានសម្រេចហើយប៉ុណ្ណឹងហើយបន្តមកយើងទៅ Gitbash របស់យើងវាយcommand cd download មកហើយបន្ទាប់មកយើងផាស command ដែលយើងបាន copy មុននឹងចូលមកហើយ enter មកហើយបន្ទាប់មកយើងចូលទៅ copy sh របស់វាមួយទៀតយើង copy ហើយយើងយកមកផាសក្នុងហ្នឹងមកហើយ enter ទៅហើយនេះវាដើរបានទៅចេញកន្លែងនេះឲ្យយើងសួរយើងថាទៅមុខទៀតអត់យើងយក yes មកយើងវាយពាក្យ yes មកហើយយើង enter តាមហ្នឹងមកហើយបន្ទាប់ពីហ្នឹងមកយើងត្រូវទៅវាយ command ដើម្បី update វាយើងវាយ sudo update ដូចយើងវាយរដងហ្នឹងមកហើយបន្ទាប់ពីយើងវាយ update វាឲ្យបានជោគជ័យយើងទៅ upgrade វាម្ដងដែលយើងប្រើ command sudo upgrade វាមកហើយកន្លែងនេះយើងចុចអក្សរ Y មកហើយ enter ទៅឲ្យវា upgrade ឲ្យយើងឲ្យពេញមកហើយបន្ទាប់ពី upgrade បានជោគជ័យយើងទៅវាយ command មួយទៀតតាម step ដែលគ្រូបានដាក់ឲ្យយើងទៅ install វាមកយើងវាយ sudo apt install មកដើម្បី install វាហើយកន្លែងហ្នឹងយើងកុំភ្លេចដាក់ដក Y មកដើម្បីខ្ជិលយើងចុចអក្សរ Y yes ច្រើនដងអញ្ចឹងហើយបន្ទាប់ពីយើង install វាហើយយើងទៅវាយ command cd ដើម្បីចូលទៅប្រើវា cd ហើយ /etc ហ្នឹងមកហើយបន្ទាប់ពីហ្នឹងមកយើងទៅ command ls ដើម្បី list វាហើយ .lx មកហើយ grab file ដែលយើងបានដាក់មិញហ្នឹង file ឈ្មោះ vsf tpd ហ្នឹងហើយ .con ហើយយើងវាយ .con ហ្នឹងទៅមកហើយកន្លែងនេះខ្ញុំភ្លេចវាយ grab អញ្ចឹងទៅខ្ញុំទៅវាយ grab វិញយើងវាយ grab ពីមុខvsf ហ្នឹងមកហើយបន្ទាប់មកយើងចុច .conf មកហើយយើង enter ទៅនេះយើងឃើញ file ដែលយើងបានបង្កើតហើយ vsf tpd .conf ហ្នឹងមកហើយបន្ទាប់មកយើងទៅវាយ sudo cp ដើម្បី copy វាហើយយើងបន្ថែម vsf tpd ហ្នឹងយើងបន្ថែម vsf tpd .con ហើយ .back មួយទៀតចាំមើលទៅតើវាចេញបែបហ្នឹងអត់ហើយយើង enter វាមកហើយបន្ទាប់មកយើងទៅវាយ command ls វាសម័យហើយឥឡូវនេះខ្ញុំចុច arrow key ទៅហើយខ្ញុំ enter មកឃើញវាចេញមក2ហើយវាមានមួយមាន back នៅខាងមួយអត់ back នៅក្រោយហើយបន្ទាប់មកយើងទៅវាយ command sudo nano ទៀតដើម្បីចូលទៅថែម command line នៅក្នុង vsf tpd conf របស់យើងហ្នឹងហើយយើងវាយចឹងមកតាមខ្ញុំមកហើយបន្ទាប់មកយើង enter ទៅយើងចូលដល់ក្នុងនេះយើងចុច
arrow key ដើម្បីឲ្យវាចេញមកអស់មកហើយកន្លែងនេះវាចេញមកអស់ហើយយើងទៅទៅរកកន្លែងដែលលោកគ្រូឲ្យយើងបន្ថែមcomment នៅក្នុងហ្នឹងនេះយើងយើងអស់តំណឹងហើយតមកយើងទៅលើវិញដើម្បីរក comment ដែលយើងទៅថែមហ្នឹងយើងរកពាក្យថា CX root local user នេះមកនេះហើយស្មើចេះហ្នឹងយើងលុបសញ្ញាធំជោគចោលពីមុខហ្នឹងទៅហើយបន្ទាប់មកយើង enter វាមួយដើម្បីទុកថា comment របស់យើងហើយ comment ហ្នឹងខ្ញុំ copy ពីបទលោកគ្រូនៅក្នុង Telegram មកខ្ញុំផាសនៅក្នុង note របស់ខ្ញុំហើយបន្ទាប់មកយើងចូលទៅក្នុងnote របស់យើងមកដើម្បីផាស comment នៅក្រុមហ្នឹងមួយមកនេះហើយ comment ហ្នឹងយើង copy មកគឺ allow variable CX root ស្មើចេះហ្នឹងយើង copy ហ្នឹងមកហើយយើងយកទៅផាសនៅក្នុងហ្នឹងទៅនេះហើយយើងផាសហើយបន្ទាប់មកយើងទៅ arrow key ទៅក្រុម import ដើម្បីផាស comment 3 ទៀតដែលយើងទុកនៅក្នុង note ហ្នឹងយើងទៅរក comment 3ហ្នឹងមកនេះយើង copy comment ហ្នឹងមកហើយបន្ទាប់មកយើងចូលមកផាសនៅក្រុម game import ហ្នឹងយើងចុចផាសវាមកហើយបន្ទាប់មកយើងទៅ control យើងចុច key control x ហើយ control y ហើយបន្ទាប់មក enter ដើម្បីចូលនៅក្នុង get base របស់យើងហ្នឹងវិញហើយបន្ទាប់មកទៀតយើងទៅវាយ command restart system restart វាជាដំបូងយើងវាយ sudo ហើយsystem ctl ដូចលោកគ្រូដាក់នៅក្នុងក្រុមហ្នឹងហើយ restart ហើយ file ដែលយើងបាននេះហ្នឹង vsf tpd ហ្នឹងហើយយើង enter មកហើយបន្ទាប់មកយើង arrow key ទៅយើងដូរពី restart ទៅ starter វាវិញហើយ starter មកយើង enter មកហើយបន្ទាប់មកនេះយើងឃើញហើយនេះវាបានមកហើយវា active ហើយវាដំណើរការហើយបន្ទាប់មកយើងទៅ open fireball font ដើម្បីconnect ជាមួយនឹង file សាលារបស់យើងហ្នឹងហើយបន្ទាប់មកចូលលេខនេះយើងចូលកន្លែង file មកហើយ file manager របស់យើងហ្នឹងហើយកន្លែងនេះយើង add new file មួយមកហើយបន្ទាប់មកយើងចូលកន្លែងនេះយើងទៅ select ដាក់ import នេះឲ្យមកហើយបន្ទាប់មកយើងទៅ copy IP ពីនៅក្នុង instance របស់យើងដែលយើងបានបង្កើតហ្នឹងនេះហើយយើងចូលនៅក្នុង EC2 instance ហ្នឹងមកហើយយើង copy IP ហ្នឹងមកយើង copy ហើយយើងយកទៅផាសនៅក្នុងអានោះរបស់យើងវិញផាសនៅក្នុង file របស់យើងនោះវិញយើង copy ហើយយើងចូលមកហើយយើងមកផាសកន្លែងនេះហើយលេខពុតនេះអត់មានដាក់អីទេហើយកន្លែងនេះយើងយកកន្លែង type នេះយើងយក key file មកហើយកន្លែង key file នេះយើងចូលទៅ browser មកហើយដើម្បីរក key file របស់យើងហ្នឹងនៅក្នុង download យើងចុច open វាមកហើយបន្តមកទៀតយើងទៅនៅក្នុង database របស់យើងដើម្បី search រក user របស់យើងដាក់ឈ្មោះ user ហ្នឹងយើងវា comment ដូចតាមុននឹងដែរមកហើយបន្តមកយើង enter មកហើយយើងវាយwho am I មកហើយ enter មកនេះយើងឃើញហើយយើង copy អាហ្នឹងមកយកទៅដាក់នៅក្នុង user របស់យើងដែលគេអីគេ Ubuntu ហ្នឹងមកយើង copy អាហ្នឹងមកហើយបន្តមកទៀតយើងចុច connect វាមកហើយកន្លែងនេះយើងយក OK មកចងចាំវា template ហើយនៅនេះយើង tick យក always trash ហ្នឹងមកហើយយើង OK ទៅមកហើយចាំវា template ដើម្បីវានេះយើងឃើញហើយ file របស់យើងហ្នឹងហើយបន្ទាប់មកយើងទៅបង្កើត create file directory របស់យើងមកយើងចុចមកស្នាមរបស់វាមកហើយយើងដូរលើនេះដាក់FTP client ហ្នឹងហើយបន្ទាប់មកយើងចុច OK លើហ្នឹងមកហើយនេះ folder យើងបង្កើតបានយើងមកស្នាមលើវាមកហើយយើងចុច create text file របស់យើងហ្នឹងយើងដាក់ landing.txt ហ្នឹងមកហើយបន្ទាប់មកយើងចូលទៅ get base របស់យើងវិញយើងទៅដំបូងយើងវាយ command cd មកដើម្បីឲ្យវាចេញពីអាហ្នឹងមកហើយបន្ទាប់មកយើងវាយ command ls ដើម្បីសូវា
ហើយវាឃើញ file ហ្នឹងមកហើយបន្ទាប់មកយើង CD CD directory client របស់យើងហ្នឹងគឺ FTP client ហ្នឹងហើយបន្ទាប់មកយើង slash មកយើងចេញអាហ្នឹងហើយបន្ទាប់មកយើងវាយ comment យើង comment ls មកហើយយើងឃើញហើយនេះវាអត់មានអីទេ learning.txt ហ្នឹងនៅក្នុងdirectory ហ្នឹងហើយបន្ទាប់មកយើងទៅវាយ comment cat learning.txt ហ្នឹងហើយបន្ទាប់មកយើងវាយ comment nano ដើម្បីវាយពាក្យបញ្ចូលទៅក្នុងហ្នឹងហើយយើងចុច enter មកដើម្បីចូលទៅហើយកន្លែងតិចនេះយើងវាយមិនក៏បានដែរខ្ញុំវាយដាក់ I love you តេស្តលេងទៅហើយបន្ទាប់មកយើង control H ហើយ control Y enter ដល់រដងមកហើយយើងចេញមកវិញហើយបន្ទាប់មកយើងទៅឆែកមើលវាយើងវាយ comment cat learning.txt ខ្ញុំ arrow key មកហើយយើង enter យើងឃើញពាក្យ I love you ហើយការធ្វើបទបង្ហាញរបស់ខ្ញុំបានចប់ត្រឹមហ្នឹងអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាជំរាបលា